បាននេះគឺជាការពុះថង់ប្លាស្ទិកនៅរោងពុម្ពខ្ញុំអត់មានម៉ាស៊ីនសម្រាប់ពុះទៅលើពពុះថង់ប្លាស្ទិកទេគឺយើងពុះដោយដៃនៅឡើយទេបាទហើយជាមួយទៅនឹងការធ្វើនេះគឺយើងធ្វើដោយផ្ទាល់មិនមែនយកវីដេអូពីជនបរទេសមកបង្ហោះទេបាទហើយនៅក្នុងមួយរយៈហ្នឹងដែរមានមួយខ្ញុំប្រហែលជា2នាក់ដែរដែលតាក់ទងមកមួយថ្មីបាទគាត់មានបញ្ហាត្រង់ថាអូសថង់ប្លាស្ទិកនៅគេហើយបន្ទាប់ពីកក់លុយបាន 50% ហើយគឺខលលេងចូលបាទព្រោះឯឆែកមើលក្នុង page ហ្នឹងទៅគឺតាមពិតគឺវីដេអូដែលគាត់បង្ហោះឬក៏ boot page សម្រាប់លក់ឬមួយក៏ធ្វើសេវាកម្មបោះពុម្ពថង់ប្លាស្ទិករបស់គាត់ហ្នឹងគឺជាវីដេអូយកមកពីជនបរទេសមិនមែនវីដេអូដែលគាត់និយាយថាអ្នកដែលបោះពុម្ពផ្ទាល់ណាអញ្ចឹងបងប្អូនប្រយ័ត្នមែនតើគឺវីដេអូឬក៏អីដែល boot ផុសហ្នឹងគឺពេលខ្លះមិនមែនអ្នកបោះពុម្ពផ្ទាល់ទេគឺគាត់យកវីដេអូពីខាងគេមកឬមួយក៏គាត់យករូបភាពពីខាងគេមកបង្ហោះអញ្ចឹងណាហើយជាមួយទៅនឹងការធ្វើខាងខ្ញុំនេះគឺខ្ញុំធ្វើដោយផ្ទាល់នៅនឹងផ្ទាល់ហ្មងបាទ